សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទពុំមនីរយដល់សប្តាហ៍ថ្ងៃនេះខ្ញុំមានរឿងមួយដែលចង់ចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាជារឿងរបស់ fan ដែលគាត់បានឆាត20កំណត់ហេតុខ្មោចដើម្បីយកមកជម្រាបជូនអ្នកទាំងអស់គ្នាសម្ដាប់នៅក្នុងយប់នឹងអញ្ចឹងដែរបងប្អូនពុកម៉ែមានអ៊ំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយដែលពាក់ព័ន្ធជាមួយនឹងរឿងខ្មោចពស់ធំរឿងដែលកើតកូនអត់ចេញហើយរឿងនេះខ្ញុំអត់រៀបខមមិនឲ្យបងប្អូនដែលគាត់មានពស់ពងគាត់មកស្ដាប់រឿងនឹងទេអ្នកទាំងអស់គ្នាដោយសារតែរឿងនេះវាពាក់ព័ន្ធជាមួយនឹងអាចនឹងប៉ះពាល់អារម្មណ៍របស់ពួកគាត់អញ្ចឹងខ្ញុំអត់ចង់ឲ្យគាត់ស្ដាប់ទេអ្នកទាំងអស់គ្នាណាអញ្ចឹងសាច់រឿងមួយនេះវាមិនវែងណាស់ទេអ្នកទាំងអស់គ្នាអាចមកគ្រប់គ្នាស្ដាប់កំសាន្តបានអញ្ចឹងណាអញ្ចឹងសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្អូនប្រុសម្នាក់គាត់ឈ្មោះកងរីដែលគាត់នៅក្នុងក្រុងបាត់ក្នុងក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ដែលគាត់បានប្រាប់រឿងរ៉ាវនេះកើតឡើងនៅអំឡុងឆ្នាំ2008រឿងមួយដែលគាត់បានជម្រាបមកកាន់ខ្ញុំគឺជាសាច់រឿងដែលនិយាយអំពីរឿងបងស្រីម្នាក់ដែលគាត់កើតកូនមិនចេញអញ្ចឹងផ្ដើមនៃសាច់រឿងដំបូងគឺចេះរឿងបានកើតឡើងនៅក្នុងអំឡុងឆ្នាំ2008មានបងស្រីម្នាក់ដែលគាត់នឹងទម្ងន់កូនទី2តែដោយឡែកបងស្រីម្នាក់ហ្នឹងពីមុនគាត់មានកូនគាត់ម្នាក់រួចហើយជាមួយនឹងប្តីដើមតែក្រោយនេះគឺប្តីចុងរបស់គាត់ប្តីទី2ហើយគាត់ក៏មានកូនមួយទៀតនៅពេលអំឡុងពេលដែលគាត់បានតាក់ទងជាមួយនឹងស្វាមីរបស់គាត់ទី2ហើយគាត់ទទួលបានបុត្រាម្នាក់ទៀតហើយគាត់ក៏បានទៅស្នាក់អាស្រ័យខាងប្រុសបានន័យថាបងស្រីហ្នឹងគឺគាត់ពេលដែលគាត់រៀបការជាមួយនឹងប្តីទី2ហើយគាត់ទៅនៅជាមួយនឹងផ្ទះប្តីទី2ជាមួយនឹងម៉ែក្មេកចឹងទៅហើយពេលហ្នឹងគឺគាត់កំពុងតែទម្ងន់កូនស្ទើរតែអាចនិយាយបានថាគាត់ចិត្តនឹងគ្រប់ខែចិត្តគ្រប់ខែរឿងក៏វាចាប់ផ្ដើមកើតឡើងទៅលើរូបបងស្រីផ្ទាល់ដែលគាត់នឹងសល់រយៈពេលចន្លោះត្រឹមតែ2ខែទៀតទេគាត់នឹងអាចសម្រាលកូននឹងបានតែអំឡុងពេលមុនដែលកើតហេតុមុននឹងពេលដែលគាត់អាចនឹងនិយាយថាគាត់នឹងសម្រាលហ្នឹង2ខែដំបូងគឺបងស្រីម្នាក់ហ្នឹងគឺគាត់ជួបរឿងដែលនឹកស្មានអត់ដល់ហើយគាត់តែងតែព្យាយាមប្រាប់ទៅកាន់ប្តីរបស់គាត់ម៉ែក្មេករបស់គាត់តែអត់មានពីណាគេជឿគាត់ទេដោយគេថាគាត់ហ្នឹងដោយសារតែទម្ងន់ទើបមានអារម្មណ៍វែងពាន់អារម្មណ៍គិតច្រើនលើកទី1ដែលបងស្រីគាត់បានជួបរឿងដោយការកេងយល់សប្តិរបស់គាត់បានកេងយល់សប្តិឃើញថាគាត់នឹងបានបត់ជើងធំហើយគឺគាត់បត់ជើងធំនឹងគឺអត់មានលិមុខទេអ្វីដែលគាត់ធ្លាក់ចេញពីទ្វារធំមកនឹងគឺសុទ្ធសឹងតែជាសត្វក្អែបទាំងអស់នៅក្នុងយល់សប្តិនឹងបងស្រីគាត់ព្យាយាមដូចថាទាញក្អែបនឹងចេញពីទ្វារធំរបស់គាត់ចេញមកតែគាត់ទាញយ៉ាងណាក៏អត់ក្អែបនឹងមិនជុះមកអស់ដែរអញនិយាយថាវាជ្រុះមកអត់អស់វានៅតែធ្លាក់មករហូតចឹងស្រាប់តែព្រឹកឡើងបងស្រីគាត់ក៏យករឿងនេះទៅប្រាប់ប្តីរបស់គាត់ក៏ប្រាប់ប្តីរបស់គាត់ថាយប់មិញគាត់បានគេងយល់សប្តិឃើញថាគាត់នឹងបត់ជើងមកសិតតែសត្វក្អែបតែប្តីរបស់គាត់អត់បានជឿគាត់ក៏អត់ហ៊ាននិយាយរឿងនឹងតទៅមុខទៀតដោយសារតែគិតថារឿងនោះវាជារឿងដែលអពមង្គលណាទើបគាត់អត់និយាយរឿងនឹងទៅកាន់ប្តីគាត់ឬក៏ប្រាប់ពីដំណើរដើមតោងឲ្យអស់សាច់រឿងគឺអត់ហ៊ាននិយាយទេគាត់ក៏នឹកឃើញថាឈប់និយាយរឿងនឹងទៅនៅពេលដែលក្រោយមកទៀតហ្នឹងបងស្រីក៏គាត់ចាប់ផ្ដើមមានរឿងមួយយ៉ាងទៀតដែលកើតឡើងទៅលើគាត់តែលើកនេះវាមិនមែនជារឿងដែលគាត់ត្រូវកេងយល់សប្តិឬក៏មិនមែនជារឿងដែលគាត់ត្រូវសម័យដែរហើយរឿងមួយហ្នឹងគឺគាត់បានប្រាប់ទៅកាន់ម្ដាយក្មេករបស់គាត់តែម្ដាយក្មេកគាត់ក៏អត់ជឿរឿងហ្នឹងដែរដោយលើកទី2ហ្នឹងបងស្រីគាត់ក៏មានអារម្មណ៍ថាគាត់ចេះតែមានអ្នកណាគេតាមមើលគាត់សូម្បីតែគាត់ដើរទៅណាគាត់តែងតែមានអារម្មណ៍ថាគេមកជាមួយគេទៅជាមួយគេនៅគៀកនឹងខ្លួនគាត់ហើយគេតែងតែព្យាយាមខ្សឹបខ្សៀវនិយាយឲ្យគាត់លឺនៅក្នុងត្រចៀករបស់គាត់នៅពេលដែលគាត់យករឿងហ្នឹងទៅប្រាប់ម្ដាយក្មេកគាត់សូម្បីតែម្ដាយក្មេកក៏និយាយដូចគ្នានឹងប្តីរបស់គាត់គឺគេអត់មានអបិយជំនឿជឿទៅលើរឿងទាំងអស់ហ្នឹងទេបងស្រីទោះគាត់ខំព្យាយាមបញ្យល់ប៉ុណ្ណាក៏នៅតែម៉ែក្មេកគាត់នឹងអត់ជឿរឿងហ្នឹងដែរហើយគាត់នឹងក៏បងស្រីហ្នឹងគាត់ក៏ប្រាប់ប្តីក៏មិនជឿប្រាប់ម៉ែក្មេកក៏មិនជឿគាត់ក៏សម្រេចចិត្តទេទៅកាន់ម្ដាយគាត់នៅពេលដែលគាត់ទេទៅកាន់ម្ដាយគាត់ក៏ប្រាប់រឿងរ៉ាវទាំងអស់នឹងទៅកាន់ម្ដាយបកើតម្ដាយបកើតគាត់នឹងក៏ប្រាប់គាត់ថាឲ្យគាត់នឹងត្រឡប់មកវិញមក
chẳng á hai quạt chia bậc pôn nâng còn chẳng quạt có ban từ sông vào đây quạt sông mai khmei quạt tha quạt trong từ sầm rào cô nợ tiền mà đai bậc cờ vinh tại bậc đấy cứ ọt prom ở hai mai khmei nó có để dạy tha mình bạch từ sầm rào cô nơi nọ tê đời xa nơi cái lại ní cứ vì miền pet miền ấy chật hay miền nhạc mơ thai xa đai chẳng còn ấy mình chập bạch từ tê còn ấy nơi từ nâng tay đời quát tay mà này ấy quát bạc cây ọt nè tiếng đà rõm quát chập đau miền à rõm thá ông lóng pê đai để giấy cho mỗi mai khmei có quát nơi miền à rõm thá miền này na lùi đạp miền này na kia nơi chật coi cái bài đai chẳng á quát nơi tầm miền à rõm bài nè tay kia ọt chưa chẳng quát có ọt miền chùm rửa ấy cao tí bà sân chỉ vào đây quát mai khmei quát ấy quát cả trom đời tới tại bong xây nó quạt dọc rương toàn ọt nứng à từ prap nẹt chật khà nẹt để nơi chật quạt nâng np để quạt dọc rương ra toàn ọt từ prap nẹt chật khang á nẹt chật khang nó có kế prap một vinh tha akara bài nó cứ akara mà đài đờm chắc bị đám lục tha mà đài đờm rứa có pri cả lạt lường nè mi ôn ấy nhá và dắt pri cả lạt lường cả lọ mi ôn ấy phải dắt mà đài đờm kì mà mi ôn ấy thơ ta mình prap pro mình có chuyện mà được cha có đắng á có prap pi tuần này tập nóm rứa có bia cà pi luôn có prap tờ cắn bong xây mà nè nâng thá mi ôn ấy dốt cả bật cả bán dốt cả trái cả bàn mi ôn ấy dốt cả đặt nâng còng nói cả ba tình đề đâm bấy bật chia mà đài đau rứa có pri cả lạp lương nó có áo vì mau chắc tôm mà nè tiếng nó có chơi prap thá hơi mi ôn ấy bà trong ở chia pot bị bộ nâng ở rốt nè na kế đã cao chân năm mùa mê chân năm say hả ở chân năm mùa mi mình chân năm mê chỉ say chân năm mùa mí đầm bay đôi thật nè đã cao chân năm mùa mí nó cứ chân nào nè đã cao thiết pri cả lạp lương ấy bạn ai chân nào pri cả lạp lương mà ôn ai rô nè na kế đã cao chân năm mùa mí nó ở nơi trong mũi tay đầm bay cầm oi mà đai đá rứa có pri cả lạp lương kia mà lộ lên chẳng á hay quát còn ai nom rương cho tiết từ căn bong sấy có quạt phượt tàng đời quạt nâng dốt cả bật nâng dốt cả bật phong dốt cả trai phong tròn rôm cho mỗi nâng sai bỏ dốt cả đã nâng cả ba tình này quạt hay rương từ on nâng cứ quạt ở bàn prap từ căn vào đây quạt có bàn sông mà đai khmei nâng tha từ lệ tè pe nâng cứ vào đây bỏ quạt nè chôn tới phụ quạt có bàn thưa đầm nào trên bị tè mai khmei nâng đã bay từ tè mai bạc cái từ lên bong bộ nơi pe đã tới nó nè bong xây nó quạt miếng à rõm thá nơi không lan cứ mình mền coi tập phụ quạt tập pi nè đây bọc bồn này mình mền coi tập pi nè đây bọc bồn này từ miếng nè đàn coi nơi chụp mũi quạt miếng nè còn bong đàn coi nơi không lan nơi chụp mũi quạt có prap từ cam đây quạt tháp bong nhom miếng à rõm thá miếng nè na kia mũi có bong cái coi nơi không lan giống đôi kia và đây quạt nó ban trâm ta này giấy thá sốt thò từ ơi ở rộng ổn anh ngọc mà vậy nè giấy rung vào đây nó cứ quát ọt prom chưa bà pôn tha bà pôn quát mấy tan trơ nè tặng ngọc nè nè đại miên tầng ngôn chân á cua tầng miên ca vô trực tục đạ phỉ vào đây miên với cua tầng miên và thiên là ca nam môi được tha chui ca pia vào đây ca pia bà pôn lược tắc chất bà pôn cầm oi bà pôn bà bạc chất hay cầm oi bà pôn thật là không ở rộng môi nâng á tay đi cứ ọt đi tới chỉ trao tha bà pôn kết trơn mau bị bà pôn tầng ngôn chân á môi bị bay pôn phèn ọt chất vào đây bà quạt nó có tiếng sai có bà tàu pre nó vô mà oi bà pôn pe np đây bong xây nó có pe có cái hiện thu chặt rồi hốt là quát phơi đầm nào đó té mà còn np đã quát đó té quát con thì vậy rương rai nâng trap từ căn mà đai oi lủng ật mà đai bọc quát nó có vô sạch rương chẳng thang côn có khoát côn này chạy côn còn ấy dục nâng kinh te mai mà dục tới côn sai chẳng tới vinh các bạn đai là mỗi mai trong vô mình ôn từ sau chặt chẳng á và đây nó có cái ọt to vai đây cái thơ tam mà vậy đại mày khmei nắng trong bàn chẳng phụ quát có sầm ràng đời lay nè ngọt nè rương đại ca lao được không te bọc quát mà đò te bọc quát bạc cao mà đò np đại quát chấp đơm đâng thật luôn anh quát miên rương rai ọt sru đại ca lao được không te bọc quát đại quát đôi mình nữ đại tha đâng hai ca môn chẳng đôi quát đâng hai ca môn chẳng á mặt bọc quát nắng có ở quát nó tờ kê được không phải tục bọc quát tờ kê được không phải tục quát tại quát ban to và thật quát ọt kê được không phải tục lần đấy
មូលហេតុតែគាត់អត់ព្រមគេនៅក្នុងបន្ទប់នឹងទេគាត់និយាយប្រាប់ម្ដាយគាត់ថាគាត់មានអារម្មណ៍ថាមានអ្នកណាគេកំពុងតែគេងចាំនៅក្នុងបន្ទប់នឹងមានអ្នកណាគេម្នាក់កំពុងតែគេងចាំនៅក្នុងបន្ទប់នឹងម្ដាយគាត់ក៏និយាយថាបើកូនឯងមានអារម្មណ៍អញ្ចឹងកូនឯងចេះទៅកូនឯងមិនបាច់គេងនៅក្នុងបន្ទប់កូនឯងទេកូនឯងគេងបន្ទប់ម៉ែវិញអញ្ចឹងណានៅក្នុងបន្ទប់របស់ម៉ាក់គាត់នឹងគឺមានហឹងគ្រូបាត់ជាយមានព្រះមានអីចឹងទៅគាត់ក៏ដេញកូនគាត់នឹងឲ្យតែគេងនៅក្នុងបន្ទប់គាត់ទៅហើយបងស្រីហ្នឹងក៏គាត់ព្រមតែគេងនៅក្នុងបន្ទប់របស់ម៉ាក់គាត់ព្រមគេងណាហ្នឹងនៅពេលយប់ហ្នឹងយប់ដែលគាត់ទៅគេងនៅក្នុងផ្ទះម្ដាយគាត់បកើតហ្នឹងក៏វាមានរឿងដូចតែខ្ញុំនិយាយអញ្ចឹងវាមានរឿងដែលកើតឡើងនៅក្នុងផ្ទះរឿងដែលលោលេងប្រឡាចឲ្យគាត់ខ្លាចប្រឡាចឲ្យគាត់ខ្លាចណាគាត់នឹកថាគេនៅក្នុងបន្ទប់ម្ដាយទៅកក់ក្ដៅដោយសារបន្ទប់ម្ដាយមានឧបជាមានគ្រូមានអីចឹងមានបដិមាករមានព្រះមានអីចឹងប្រហែលគាត់កក់ក្ដៅហើយតែអ្វីដែលគាត់គិតគឺវាខុសពីអ្វីដែលគាត់ជួបគឺខុសកន្លែងហ្នឹងខ្ញុំអត់រៀនខមមិនឲ្យអ្នកដែលគាត់ពោះធំស្ដាប់ទេណាខ្ញុំអត់រៀនខមមិនឲ្យអ្នកពោះធំស្ដាប់ទេគឺកន្លែងហ្នឹងគឺបើយើងនិយាយជាភាសាសាមញ្ញថាគាត់ត្រូវបានម្ដាយដើមឬក៏ព្រះកាឡាភ្លើងលោលេងគាត់អាក្រក់គាត់ក៏ចូលទៅគេងនៅក្នុងបន្ទប់ហ្នឹងជាមួយប្តីគាត់ចូលទៅគេងជាមួយប្តីសូម្បីតែពេលហ្នឹងប្តីគាត់ហ្នឹងក៏មានអារម្មណ៍តែភ្ញាក់ផ្អើលដែរពេលហ្នឹងគឺពួកគាត់សម្រានអស់ហើយតែអត់ដឹងថាប្តីគាត់ហ្នឹងមានរឿងអីទេប្តីគាត់ក៏ភ្ញាក់គាត់ក៏ដឹងថាប្តីគាត់ភ្ញាក់ដែរគាត់ក៏សួរកើតអីប្តីរបស់គាត់និយាយថាគាត់គេងក្នុងបន្ទប់ហ្នឹងអត់បានដោយគាត់ចង់សម្ដៅថានឹងឲ្យគាត់ចង់សម្ដៅទៅលើដូនតាហឹងបាជាយគាត់ថាដូនតារបៀបដូចថាឲ្យគាត់គេងស្រួលអញ្ចឹងណាគាត់ថាគេងទៅចេះតែមានអារម្មណ៍ប្លែកហើយមានអារម្មណ៍ថាដូចអ្នកណាឈោមើលគាត់និយាយរឿងនោះប្រាប់ប្រពន្ធគាត់ក៏និយាយថាអត់អីទេនៅក្នុងបន្ទប់ហ្នឹងមានព្រះមានអីទេហើយណាមួយយាយតាបងអូនទេព្រោះអីរូបថតយាយតានៅហ្នឹងរូបថតយាយតាគាត់នៅហ្នឹងអញ្ចឹងណាប្រហែលជាយាយតាគាត់ទេទើបប្តីគាត់ហ្នឹងព្រមដេកទៅវិញពេលដែលគាត់ដេកទៅវិញគាត់ថាប្តីគាត់ក៏គេងមុនគាត់អត់ដឹងមិនថាគាត់គេងអត់លុបឬក៏មកពីអារម្មណ៍អ្នកដែលគាត់មានទម្ងន់គាត់មានអារម្មណ៍បែបហ្នឹងក៏មិនដឹងតែគាត់ចាប់ផ្ដើមអាសេះអាសោះដូចថាឃើញប្តីគាត់គេងបាត់ហើយគាត់ចេះតែមានអារម្មណ៍អាសេះអាសោះគាត់សម្រានអត់កើតតែអំឡុងពេលដែលគាត់សម្រានអត់កើតគាត់ក៏និយាយថាទូកអាវដែលដាក់គ្រូឧបជានៅខាងលើគ្រូបាត់ជាយនៅខាងលើហ្នឹងទូហ្នឹងគឺទូដែលដាក់គ្រូឧបជាហើយក្នុងទូហ្នឹងគឺម៉ាក់គាត់ហ្នឹងបត់ផាហុំបត់ភួយបត់ខ្នើយដាក់នៅក្នុងហ្នឹងមានស្រោមខ្នើយមានអីនៅក្នុងហ្នឹងអញ្ចឹងណាគាត់ហ្នឹងក៏និយាយថាគាត់អត់ហ៊ានមើលទៅកញ្ចក់ហ្នឹងទេគាត់ខ្លាចថាឃើញអីនៅក្នុងកញ្ចក់អញ្ចឹងណាគាត់ក៏ព្យាយាមនិយាយថាសង្ងំអញ្ចឹងណាព្យាយាមសង្ងំតែនៅពេលដែលគាត់ព្យាយាមសង្ងំយ៉ាងណាគាត់នៅតែសង្ងំអត់លក់អញ្ចឹងរហូតតតែគាត់បានឃើញរបស់ម្យ៉ាងមែនដូចអ្វីដែលគាត់មានអារម្មណ៍អញ្ចឹងគឺរបស់ហ្នឹងគឺលិចឡើងនៅមុខគាត់មករបស់ម្យ៉ាងវិញ្ញាណម្យ៉ាងដែលបានលិចនៅចំពោះមុខគាត់ហ្នឹងអ្នកនរនេះគឺមនុស្សស្រីចំណាស់ម្នាក់ខ្លួនដូចគេដុតភ្លើងឆេះរោលអញ្ចឹងខ្មៅក្រឹបភ្នែកឡើងក្រហមតែកអ្នកហ្នឹងបានតោងឡើងទៅលើអញ្ចឹងតែពេលដែលវាតោងឡើងអញ្ចឹងហ្នឹងអ្នកនរនេះបញ្ជាក់តិចណាវាមានទូកអាវដូចតែខ្ញុំរៀបរាប់មិនអញ្ចឹងណាវាឈរនៅកន្លែងទូហ្នឹងទើបវាឡើងតោងឡើងទៅលើអញ្ចឹងបើយើងរៀបរាប់មកវាដូចនឹងស៊ុបមែនមួយដែលវាតោងឡើងអញ្ចឹងណាគាត់នឹងក៏ឃើញរូបនឹងច្បាស់គាត់ក៏ស្រែកឲ្យប្តីគាត់នឹងជួយណាតែប្តីគាត់ដូចមនុស្សត្រូវថ្នាំសណ្ដំអញ្ចឹងគឺអត់ងើបសោះដូចមនុស្សទៅថាគេសន្ធុំឲ្យអ្នកនឹងដេកបាត់អញ្ចឹងអ្នកនឹងដាស់យ៉ាងណាក៏អត់ងើបដែរតែគាត់ថាពេលហ្នឹងគឺបានគុណបុណ្យដូនតាគាត់គាត់មិនដឹងថាតាចាស់ម្នាក់នឹងជាអ្នកណាតែតាមអ្វីដែលគាត់គិតថាជាតារបស់គាត់ដែរឃើញតាចាស់នឹងម្នាក់តាចាស់នឹងយកអំបោះទៅវាយអ្នកនឹងយកអំបោះបោះទេទៅវាយអ្នកនឹងឲ្យធ្លាក់ទៅលើជាងពេលដែលវាយធ្លាក់ទៅលើជាងនឹងមកបងប្អូនធ្លាក់មកហើយគាត់ឃើញតានឹងដូចថាវាយអ្នកនឹងខ្ទប់ជាប់នឹងឥតក្រោវាយឡើងខ្ទប់នៅនឹងហើយក៏បាត់ទាំងតានឹងបាត់ទាំងព្រាយម្នាក់នឹងបាត់ឈឹងមកគាត់ក៏ព្យាយាមដាស់ប្តីគាត់រហូតតតែប្តីគាត់នឹងបានងើបពេលដែលប្តីគាត់បានងើបគាត់សួរថាបងបាយលឺខ្ញុំសេកអត់ប្តីគាត់ថាអត់លឺទេគាត់គេងគាត់អត់បានលឺអីទាំង
គាត់ក៏ប្រាប់ថាបងតោះទៅគេងក្រៅវិញខ្ញុំគេងនៅនឹងខ្ញុំគេងអត់ស្ងប់ទេអញ្ចឹងណាប្តីគាត់នោះក៏ជូនមកគេងនៅក្រៅជាមួយនឹងម្ដាយឪពុកគាត់នៅក្រៅរហូតដល់ព្រឹកឡើងណាព្រឹកឡើងគាត់យករឿងរ៉ាវទាំងអស់នេះទៅប្រាប់ម្ដាយគាត់ទៀតម្ដាយគាត់ចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចកូនអត់សុវត្ថិភាពអីចឹងណាគាត់នឹងក៏ថាតោះកូនតោះទាន់ព្រឹកទៅស្រោចទឹកឲ្យហើយទៅស្រោចទឹកស្រោចអីទៅហើយយករឿងរ៉ាវនោះទៅប្រាប់លោកទៅប្រគេនជូនព្រះអង្គណានៅពេលដែលគាត់ទៅដល់វត្តគាត់ក៏ប្រាប់លោកពីដំណើរដើមតងនៃរឿងទាំងអស់នេះឲ្យព្រះអង្គលោកបានស្ដាប់អញ្ចឹងស្ដាប់ណាព្រះអង្គក៏លោកថាងអត់អីទេញោមចាំធ្វើខ្សែកថាដៃឲ្យពាក់ធ្វើខ្សែចក្រេះឲ្យពាក់អញ្ចឹងណាហើយញោមឯងប្រយ័ត្នប្រយែងផងដោយសារតែញោមឯងហ្នឹងគឺមានពោះពងអញ្ចឹងព្រះអង្គក៏លោកស្រោចទឹកឲ្យតាមត្រូវអ្នកនរនេះខ្ញុំធ្លាប់ឮណាខ្ញុំធ្លាប់ឮឯងមនុស្សពោះធំគេមិនឲ្យស្រោចទឹកតែខ្ញុំមិនដឹងថាវាជាការពិតអត់ទេតែបើសិនជាគាត់ដូចនៅក្នុងកលៈទេសៈដែលគាត់កំពុងជួបរឿងអញ្ចឹងវាត្រូវទៅស្រោចទឹកហើយអញ្ចឹងព្រះអង្គលោកក៏ស្រោចទឹកឲ្យអ្នកនឹងស្រោចទឹកឲ្យបងស្រីនឹងពេលដែលគាត់ស្រោចទឹកឲ្យបងស្រីនឹងរួចលោកក៏ពាក់ខ្សែសមាឲ្យស្រាប់តែពាក់ខ្សែសមាពាក់រួចអត់ដឹងថាគាត់កលៀដៃបែបម៉េចដាច់ខ្សែសមានឹងទៅដាច់ខ្សែសមានឹងប៉ិតទៅលោកក៏ទាញខ្សែសមាមួយទៀតយកមកឲ្យពាក់មួយខ្សែទៀតដល់ពេលពាក់មួយខ្សែទៀតព្រះអង្គលោកក៏មានសង្ឃដីកាថាញោមប្រយ័ត្នមានគ្រោះណាញោមឯងប្រយ័ត្នមានគ្រោះហើយញោមឯងប្រយ័ត្នប្រយែងកុំនៅកន្លែងណាម្នាក់ឯងកុំអង្គុយអីតែឯងពេកអញ្ចឹងណាហើយលោកក៏បានសុំលេខទូរស័ព្ទទុកលោកថាញោមអាត្មាសុំលេខទូរស័ព្ទមួយតែអត់ដឹងថាលោកយកធ្វើអីទេលោកក៏សុំលេខទូរស័ព្ទអីរួចពួកគាត់ក៏បានដូចថាជួបលោកហើយចូលទឹកហើយគាត់ក៏ត្រឡប់ទៅផ្ទះទៅរហូតដល់ល្ងាចទើបប្តីប្រពន្ធពីរនាក់ហ្នឹងគាត់ត្រឡប់ទៅផ្ទះរបស់គាត់វិញនៅពេលយប់ហ្នឹងក៏ប្រហាក់លបាក់ម៉ោង7 8យប់ហ្នឹងក៏ព្រះអង្គលោកទេមកហ្នឹងជួបម្ដាយគាត់បកើក៏ប្រាប់ពីដំណើរដើមតងថាញោមស្រីដែលគាត់ពោះធំហ្នឹងគឺមានម្ដាយដើមគេមកហើយម្ដាយដើមហ្នឹងគឺម្ដាយដើមដែលភ្លើងឆេះទៀតម្ដាយដើមហ្នឹងគឺស្រឡាញ់កូននៅក្នុងពោះគឺអត់ចង់ឲ្យកើតទេហេតុអីបានអាត្មាហ៊ានមានសង្ឃដីកាអញ្ចឹងនៅពេលដែលអាត្មាសូត្រចងខ្សែអំបោះឲ្យហ្នឹងគឺមានគេទះដៃអាត្មាឲ្យចងតែអាត្មាព្យាយាមច្រឡឹងមើលគេហ្នឹងគឺមើលអត់ឃើញទេតែអាត្មាគ្រាន់តែដឹងថាញោមគឺមានអ្នកតាមហើយអាត្មាក៏មិននឹកស្មានថាអ្នកដែលតាមហ្នឹងគឺព្រាយកលាភ្លើងដែរដោយសារតែមុនហ្នឹងអាត្មាឡើងមកលើកុដិអាត្មាគង់នៅលើកុដិហ្នឹងក៏ឮសំឡេងគេនិយាយថាកុំស្រោចទឹកឲ្យវាអ្នកឯងកុំស្រោចទឹកឲ្យវាគុណម្ចាស់លោកមានសង្ឃដីកាថាគេស្រែកអត់ឲ្យលោកនឹងស្រោចទឹកហើយអត់ឲ្យពាក់ព័ន្ធជាមួយរឿងហ្នឹងទេទើបលោកគិតថាវាអត់មានអីក្រៅពីម្ដាយដើមទេម្ដាយដើមទើបវាមានអំណាចទៅថ្នាក់ហ្នឹងអញ្ចឹងលោកក៏មានសង្ឃដីកាបែបថាឲ្យប្រយ័ត្នប្រយែងប្រយ័ត្នមានរឿងដែលកើតឡើងយល់ទេប្រយ័ត្នតែមានរឿងដែលកើតឡើងព្រះអង្គលោកមានសង្ឃដីកាក៏លោកបិទទូរស័ព្ទហ្នឹងទៅស្អែកឡើងម្ដាយគាត់ក៏បានទេទៅប្រាប់រឿងហ្នឹងណាតែពេលហ្នឹងគឺបានគុណបុណ្យរបស់ខ្សែរបស់លោកគុណបុណ្យរបស់លោកណាកូនក៏គាត់នឹងអត់អីទៅដូចថារបៀបលេងមានអារម្មណ៍ខ្លាចហើយដូចរបៀបថាកក់ក្ដៅអញ្ចឹងលេងឃើញអីអញ្ចឹងណាលេងជួបប្រទេសអី1 2 3 4 5ទៅក៏លេងឃើញទៅរហូតដល់ថ្ងៃដែលគាត់ត្រូវបានសម្រាលបុត្រថ្ងៃដែលគាត់សម្រាលបុត្រហ្នឹងអ្នកទាំងអស់នៅថ្ងៃដែលគាត់សម្រាលបុត្រហ្នឹងគឺគាត់ហ្នឹងទៅសម្រាប់មន្ទីរពេទ្យចំនួន2ថ្ងៃមុនដូចថារងចាំតែថ្ងៃដែលគាត់ត្រូវកើតចឹងណាគាត់ក៏ទៅសម្រាប់នៅមន្ទីរពេទ្យ2ថ្ងៃទៅសម្រាប់នៅក្នុងមន្ទីរពេទ្យនឹងចំនួន2ថ្ងៃ2យប់ហើយអំឡុងពេល2ថ្ងៃ2យប់ហ្នឹងអានេះខ្ញុំអត់ចោទថាគាត់ឃើញអីទេឬក៏អាចនិយាយបានថាមកពីអារម្មណ៍របស់គាត់គិតច្រើនក៏ថាបានដែរគាត់ធម្មតាយើងអ្នកកើតកូនដឹងស្រាប់អ្នកមានទងន់ណាចិត្តគ្រប់ខែគេមិនឲ្យដើរដូចថាគេឲ្យគាត់ដើរមិនចឹងទៅណាគាត់ក៏ដើរនៅក្នុងបរិវេណបន្ទប់ហ្នឹងឯងគាត់ទៅដើរចូលដើរឡើងដើរចូលរហូតដល់គាត់មកអង្គុយនៅកៅអីពេទ្យពេលដែលគាត់ឡើងមកលើក្រេទើបគាត់ដឹងថាគាត់បាត់ខ្សែអំបោះដៃហ្នឹងបាត់ខ្សែអំបោះដៃគាត់ក៏សួរប្តីគាត់ថាឃើញខ្សែអំបោះដៃគាត់អត់ប្តីគាត់ក៏អត់ចាប់អារម្មណ៍ម៉ែក្មេងគាត់ក៏អត់ចាប់អារម្មណ៍ដែរគ្រាន់តែដឹងថាម្នាក់
ពេលដែលលឺថាបាត់ខ្សែអំបោះដៃហ្នឹងក៏នាំគ្នាឆៃតាំងពីធុងសម្រាមឡើងឆៃតាំងពីកតូបកអាវក្មេងកធក់កអាវក្មេងគឺឆៃទាំងអស់រោយ៉ាងណាក៏រកអត់ឃើញរហូតដល់ទេទៅប្អូនថ្លៃឲ្យរកខ្សែអំបោះដៃហ្នឹងនៅផ្ទះទៀតទៅរោនៅផ្ទះទៀតទាំងដែលគាត់នៅពេទ្យសោះហ្នឹងគាត់ឃើញខ្សែដៃហ្នឹងសុកវិបត្តិនេះតែចង់ឲ្យអស់ចិត្តក៏ឆែករោគឲ្យអស់ដើម្បីបញ្ជាក់ថាខ្សែដៃហ្នឹងជ្រុះនៅផ្ទះឬក៏ជ្រុះនៅពេទ្យអញ្ចឹងណាតែពួកគាត់រោយ៉ាងណាក៏រោអត់ឃើញតែខ្សែអំបោះដៃហ្នឹងនៅពេលដែលគាត់បាត់ខ្សែអំបោះដៃគាត់ក៏បានទេទៅកាន់ម្ដាយគាត់ថាគាត់បាត់ខ្សែអំបោះដៃហើយពេលហ្នឹងម៉ាក់គាត់កំពុងតែធ្វើដំណើរមកពេទ្យដែរម៉ាក់គាត់ថាអញ្ចឹងម៉ាក់ឡប់ទៅវត្តសិនម៉ាក់ទៅសុំអំបោះខ្សែដៃពីលោកសិនម៉ាក់គាត់ក៏ឡប់ទៅយល់ទេម៉ាក់គាត់ក៏ឡប់ទៅនៅពេលដែលម៉ាក់គាត់ឡប់ហ្នឹងគាត់ថាអំឡុងពេលដែលម៉ាក់គាត់កំពុងតែទៅហ្នឹងណាគាត់ដឹងខ្លួនឯងច្បាស់ថាគាត់ចាប់ផ្ដើមមានអារម្មណ៍អត់ស្រួលហើយគាត់ចាប់ផ្ដើមឃើញអីប្លែកៗដែរគឺគាត់ចាប់ផ្ដើមដឹងខ្លួនឯងគាត់ក៏ប្រាប់ម៉ែក្មេកគាត់ប្រាប់ប្តីរបស់គាត់ថាឲ្យមកអង្គុយចិត្តគាត់មកម៉ែក្មេកគាត់និងប្តីគាត់ហ្នឹងក៏និយាយថាបើគ្នាហៅទៅអង្គុយចិត្តទៅឲ្យគ្នាកក់ក្ដៅប្រពន្ធរបស់គាត់ក៏លួចនិយាយរឿងហ្នឹងតែប្រាប់ប្តីថាខ្សែអំបោះដៃបាត់ហើយប្រហែលខ្សែអំបោះដៃត្រូវបានគេកត្រាក់យកទៅហើយគាត់ឆ្លៀតប្រាប់ប្តីទៀតថានៅក្នុងពេទ្យនេះមិនមែនមានតែពលឹងមួយទេគាត់ថាគាត់មានអារម្មណ៍ថាគេដើរចុះដើរឡើងនៅជុំវិញបន្ទប់នឹងហើយគេដើរកាត់នៅមុខបន្ទប់នឹងគាត់មានអារម្មណ៍ថាគេដើរទាំងខាងក្នុងគេដើរទាំងខាងក្រៅអញ្ចឹងគាត់មានអារម្មណ៍ថាអត់ស្រឡះនៅក្នុងចិត្តទេនៅពេលដែលគាត់មានអារម្មណ៍នឹងកើតឡើងយល់ទេមានអារម្មណ៍កើតឡើងយល់ប្តីរបស់គាត់ចេះតែអោបគាត់ឲ្យលួងគាត់លួងអញ្ចឹងណាម៉ែក្មេកគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថារៀងភ័យខ្លួនដែរដូចថារៀងភ័យចិត្តដល់ម៉ោងចិត្តដល់ថ្ងៃចិត្តដល់ម៉ោងដែលត្រូវកើតហើយចាប់ផ្ដើមកូនគាត់មានអារម្មណ៍បែបហ្នឹងម្ដងទៀតអញ្ចឹងណាគាត់ក៏ទេទៅប្រឡងថាបានបោះខ្សែសមាដៃនៅយល់អត់ទេទៅពេលដែលទេទៅប្រឡងហ្នឹងណាប្រឡងនឹងប្រឡងទេរោគ្នាទេទៅភ្លាមក៏មានអ្នកលើកនិយាយគេលើកទូរស័ព្ទតែពេលដែលលើកទូរស័ព្ទហ្នឹងគឺអត់ឮសំឡេងអ្នកណានិយាយក្រៅពីឮសំឡេងរ៉ែដូចគេបើករថយន្តអញ្ចឹងគាត់ក៏បិទហើយទេទៅម្ដងទៀតអត់មានអ្នកលើកទេទៅលើកទី3ទើបមានអ្នកលើកនៅពេលដែលមានអ្នកលើករួចទើបសួរថាទេទៅមុនហ្នឹងមិនលើកឲ្យអត់និយាយតឡងខាងនោះថាអត់បានលើកលេខទូរស័ព្ទហ្នឹងទេហើយត្រឹមតែឃើញលេខហ្នឹងទេមកទេតឡងក៏អត់និយាយច្រើនសួរថាបានខ្សែបោះខ្សែសមាដៃនេះក៏ថាបានបញ្ញាប់យកមកតិចមកមីអូនអត់ស្រួលលោកថែមទាំងឲ្យកថាសកត់ក្បាលតនិចមកទៀតយកទាំងកថាសកត់ក្បាលតនិចពេលដែលគាត់ទៅយកខ្សែនឹងអីរួចយកមកដល់ពេទ្យទេគឺបងស្រីម្នាក់ហ្នឹងនិយាយថាគេមកហើយដល់របៀបដូចថាគាត់ដឹងថាដល់ម៉ោងដល់ពេលវេលាគេមកហើយគាត់ក៏និយាយរួចគាត់សន្លឹងមើលទៅកាន់ទ្វារហ្នឹងទ្វារបន្ទប់ពេទ្យគាត់សន្លឹងមើលទៅកាន់ទ្វារបន្ទប់ពេទ្យហើយគាត់ក៏ប្រាប់និយាយពាក្យនឹង2ដងថាគេមកហើយម្នាក់ដែលនៅនឹងចាប់ផ្ដើមមានអារម្មណ៍ថាខ្លាចទេពេលនឹងបងស្រីគាត់ថាគាត់អត់ឈ្នះគេទេគេមកលើកនេះគឺមានគ្នា2នាក់គាត់ក៏រៀបរាប់យូសវលគេក៏រៀបរាប់គាត់នឹងក៏រៀបរាប់ពីរូបរាងរបស់អ្នកហ្នឹងម្នាក់គឺមានរូបរាងដូចសពងសក់ធំអញ្ចឹងសក់ក្បាលកត្រងខ្លួនខ្មៅស្លៀកក្បិនចងពីនេះម្នាក់ទៀតស្លៀករ៉ូបពណ៌សសក់សឡូនតែអត់មានគ្រាប់ភ្នែកអ្នកនោះអត់មានគ្រាប់ភ្នែកទេមកទាំង2នាក់គឺមករកគាត់ដល់បន្ទប់ពេទ្យហ្នឹងគាត់របៀបដូចចាប់ផ្ដើមមានអារម្មណ៍ថាគាត់កើតជាមនុស្សដែលគាត់លេងដឹងខ្យល់អីលេងរបៀបថាលេងស្គាល់មនុស្សលេងស្គាល់ខ្មោចណាគាត់ក៏ចាប់ផ្ដើមលេងមានអារម្មណ៍ថាគាត់ស្គាល់អ្នកណាគេទាំងអស់គាត់ដូចមនុស្សវែងវ័នណាអាការៈបែបហ្នឹងបើចាស់ផ្ដាំលោកថាព្រីកាឡាភ្លើងកន្លងបងប្អូនអាចសួរចាស់បានបើសិននៅក្នុងអាការៈបែបអញ្ចឹងចាស់ផ្ដាំលោកថាព្រីកាឡាភ្លើងកន្លងម៉ែគាត់បកើតម្ដាយគាត់បកើទៅពេលដែលឃើញអាការៈកូនបែបហ្នឹងក៏ទាញចេកទាញធុកយកទៅបែបបន់សែនអញ្ចឹងណាសែននៅពេលដែលបែបបន់សែនគាត់អត់ដឹងថាវាមានរឿងដល់ថ្នាក់ហ្នឹងពេលដែលគាត់សែនហើយកូនរបស់គាត់ចាប់ផ្ដើមបកាច់បងស្រីចាប់ផ្ដើមបកាច់ពេទ្យគឺមកទាំងអស់គេមកមើលគាត់ទាំងអស់យល់អត់ពេទ្យតែគេមកមើលទាំងអស់
ก็สลับแต่กอดโอ้ยใบยืนใหญ่ใบตกพลุให้เก๋ก็จับด้านสปรางโกนเนื้อหลงเปนั่งงั้นนะตอนนี้มันเหม็นท่ากอดสมรานเหมือนเจนนี่กูกอดสมรานเจนแต่วิอะก็ซอลตรังท่าสมรานเจนให้มาได้ก็สลับโกนก็สลับแต่งปีนึงหมอกยุหลอดเนื้อเป้ได้ตัวดำนังท่าเนี่ยแต่งปีคือกอดเลียจ่าลูกเตอร์เฮาเยอะกูแต่มาได้ทำไมแต่งไปได้ไอ้กูจุ่มตัวให้สับกอดตระบานกรบกระดาษซอดักมาหรือล้านดักยกตัวเธอบนมอชั้นตรองกันไหลนี่ถึงออกนี่เป้ได้สลับให้แกบานต่างกอลสับนึงเตะเกกรบกันนัดซอเอาด้วยเกก็ประจูนสับนึงเอาแต่กันบองโอนยกตัวเธอบนตามไปนี่เป้ได้ดักสับนึงเจนปีเป็ดมาบ้านมากะโหลได้บ้านมากะโหลได้เนี่ยแดงกุ้ยหนึ่งขนมลานดักสับต่างออกนี่นั่งเนี่ยแดงกุ้ยหนึ่งขนมลานดักสับต่างออกนี่นั่งมันเนี่ยจับประดามเมียนอารมณ์แต่คลาดมันเนี่ยจับประดามอารมณ์แต่คลาดแต่เหมือนคลาดสับปะปนสับโกนไอ้เนี่ยคือเมียนอารมณ์ท้าลานนั่งคือเหมือนเมียนเมาชี้ใต้มันเนี่ยไอ้เตะโดยนั่งอารมณ์ได้ปะปนก็พร้อมนี่เฉยจังลานนั่งเหมือนเมียนชี้เมาแต่ไอ้คือกดเมียนอารมณ์ท้าโดยเกกับพงแต่งกุยประชิดกดก็เมียนอารมณ์ท้าเมียนเนี่ยคลางกุยเนี่ยเลือสับนั่งติดรอโฮดดักสับนั่งมาดอเตะกายเตะกดจับดำลูลังแต่หึ่งเป้ได้ดักซับนึงมาดาวเตะเอาเนี่ยจัดทางออกกับเกมเอาอยู่แต่เกมเอาโจรวมซับสได้เกมเอาช่วยมาได้มาชื่นจังกายนึกของเตะน้องกูลูลังก็ลุยเกจับดำลูส่งไปแต่เนี่ยจัดค้างก็เกไม่เกเฮียนใจกูตั้งเกตั้งเยอะดังของจัดทางขโมยนั่นคือไตเห่าขโมยนั่นไตเห่าปรีกำลังเลืองจ่อเป้ได้ดังแต่กายรู้เรื่องไอ้มันคลาดไตเกอไอเติมเจ็บประทาสับนั่งสับไตเห่าไอ้เยอะแต่คือเตะใบหมดนั่นเหมือนกันยุ่งหลักจังมันเนี่ยบ้านทำแต่ปั้นนั่งบ้านทำแต่เกนี่ใจท่าใจเต้าเลือกสับนั่งลางแต่เหลือเต้ากรบกันนะถ้าจองมงเอาจองมงเอาด่าสับนั่งกระดาษฟีอะไรอันนั้นเนี่ยจัดคางเก็บประทาสับนั่งจองมงเต้าให้จับกรงชมากรงไอตกเก็บดังเนี่ยจัดคางเก็บดังก็จับกรงชมาให้จองมงไอสับนั่งแม่คือจองนั่งไอสับเอาดอลไอตอนทีเอาดอลไอตอนนี่เนี่ยได้เนื้อกระดอสับđượcក្នុងរោងបុណ្យទាំងអស់ហ្នឹងគេថាខ្មោចលោកអត់ឲ្យដល់ស្អែកតន់អត់ឲ្យតន់គ្រប់7ថ្ងៃទេស្រាប់តែលឺសំឡេងបំពេកូនពីលើដើមដូងមកនៅក្នុងរោងប្រហែលអ្នកដែលអង្គុយនៅក្នុងផ្ទះគេអត់ថាតែអ្នកដែលអង្គុយកដសពនៅខាងក្រៅដែលអង្គុយក្នុងរោងគេរត់ឡើងប្រះអាយុគ្រប់គ្នាព្រោះគេលឺសំឡេងបំពេកូននៅលើដើមដូងហើយដើមដូងហ្នឹងណាគឺដើមដូងដែលចងមេក្រូបនលឺសំឡេងបំពេកូននៅលើដើមដូងម្នាក់រត់ប្រះអាយុចេញពីរោងបនផ្អើលឈុលទាំងអស់គ្នាផ្អើលរួចក៏និយាយថាប្រហែលជាមកពីមេក្រូនឹងឆ្លងអ្នកខ្លះគេនិយាយប្រឡប់តែអ្នកខ្លះគ្នាវាខ្លាចខ្មោចពេកគ្នាអត់គិតថាអានឹងគេនិយាយប្រឡប់ទេថាអត់ទេខ្ញុំលឺសំឡេងខ្មោចពេកូនខ្ញុំលឺពេកូននៅតែនិយាយថាគេដឹងហើយតែយើងនិយាយប្រឡប់ដើម្បីកុំឲ្យខ្មោចនេះវាកាចគេដឹងលោកអាចារ្យធ្វើខ្សែសមាយកទៅចងចដើផ្ទះចងដើមដូងចងខ្លោងទ្វារផ្ទះលោកតាអាចារ្យលោកដឹងតែខ្មោចនឹងលោកធ្វើខ្សែអំបោះវិញខ្សែអំបោះដូចចងក្តាមឈូសចឹងយកទៅចងសកត់ព្រលឹងកុំឲ្យព្រលឹងវិញ្ញាណសោតកាយអីផ្សេងចូលកុំឲ្យវិញ្ញាណចូលយល់អត់លោកអាចារ្យក៏លោករៀបចំកិច្ចហ្នឹងលោកក៏ធ្វើកិច្ចទាំងអស់ហ្នឹងដើម្បីកុំឲ្យព្រលឹងខ្មោចហ្នឹងព្រលឹងខ្មោចហ្នឹងកូនវាលងនៅពេលដែលអាចារ្យគាត់ធ្វើកិច្ចនឹងហើយលោកអាចារ្យក៏គាត់នឹងរបៀបដូចថាប្រាប់អ្នកដែលនៅថាគេងកដោសពឲ្យច្រើនគេងកដោសពអាណាគេនៅក្រៅមិនមើលផងប្រយ័ត្នមានឆ្មាមានអីឡើងមក1 2 3 4 5អញ្ចឹងរៀបរាប់ប្រាប់អញ្ចឹងណាលោកអាចារ្យក៏លោកនៅអាចារ្យក៏គាត់នៅតែអ្នកដែលនៅក្នុងកំដរបនសពដែលនៅរោងអត់មានពីណាគេហ៊ានឡើងទៅលើផ្ទះនឹងទេម្នាក់គឺនៅកន្លែងចុងភៅទាំងអស់គេខ្លាចនៅកន្លែងចុងភៅយល់ទេនៅពេលដែលម្នាក់នៅកន្លែងចុងភៅហ្នឹងម្នាក់អត់មានអ្នកណាហ៊ាននិយាយរឿងហ្នឹងអត់មានអ្នកណាគេលើកពីឈ្មោះរបស់សពយកមកនិយាយទេមានតែម្នាក់ទេដែលលើករឿងសពហ្នឹងមកនិយាយលើកសពយកមកនិយាយគឺម្នាក់ហ្នឹងនិយាយអំពីរឿងកាលដែលបងគាត់នៅរស់ជួបអីខ្លះ
cứ bảo ôn bạc cào nè như vậy rồi nó prap kê để nơi nó tập ọt này hai con như vậy tháp bong thay quát mình chưa rồi prap rương nâng trắng đấy là biết để tha sập nó mình ọt chất co mình đắng á cô sập nó mình ọt chất co mình đắng sắp tại nét đây như vậy rương ra ọt đây tới chụp ôn nó prap kê nó cônกับpông tay như vậy chọc nó á cái cách mọt ở như vậy người ta cái cách mọt ở quát bay vào phu mọt bạc cạch toแต่อาจารย์มาเอาถูกไซน์เปรตเติบอาจารย์ปรับท่าอาจารย์ปรับตรองถ้าจะซับนั่นคือกระลาเพลิงให้จังบาก้อนใหญ่โคกไหลเนี้ยขังกอดกับขังเติมใต้เธอตามกอดเติมแต่เธอตามกอดอ้อยกนุกเพลิงở trờiอ้อยกนุกเพลิงในคลองเตะบอลซับในtrờiดำอ้อยกับอ้อยปรีกระลาเพลิงในโจมคลองเตะกับอ้อยเป็นเรื่องปรีกระลาเพลิงในโจมคลองคลุนซับในป่ะเกอ้อยกนุกจะไปở trờiให้มันเนี่ยนี่เจ๊ไอ้ลือนี่เจ๊ลือให้เจ๊ก็เจ๊แต่ดำไปกับอ้อยปรีกระลาเพลิงหรือกับมาได้ดาวนู่นวิจารณ์โลกอาจารย์ไอ้เธอเนเป้แต่กบเนี่ยเธอจังโกนเธอตามออกไปได้อาจารย์ปรับเราโหดต่อแต่ดอกปรักหลายเราโหดดอกปรักหลายเก๋ก็จับประดามเลือกซับดะโจมชุบยกแต่โบจีโลกอาจารย์ปรับท้าซับนังมนนังดังไฮซับนังยกแต่ดอมเมนโบจีมาชูอาโกรบานใต้กลมตอนอาไว้ดิโกบจิตหายซับนังเตี้ยเศร้าโลกอาจารย์กดส่งดักเจนปีเตียนึงเตอร์เราโหแต่ดอลเมนเตอร์แต่ซับนึงกับหมกสันเอาซับนึงได้กับหมกสันบาอัดจังเตคือลงนะให้เป็นเรื่องขณีบานจับจิตโดยซาแต่เมียนเป็นเรื่องวิญญาณจำกะเป็นเรื่องนึงจำกะซับนึงจังโลกอาจารย์โลกเอาฝืนจังเราโหดดักซับนึงแต่ดอลเมนโบจีเก๋ก็ตลบซับนึงมาพังงาไว้หายก็ดักโบจีซับนึงเนเป้ได้โบจีซับนึงไอ้รู้แค่ตอนนี้ซับไอ้รู้โบจีซับกรุบออกคนไอ้เชื่อมีนแต่ดังปีเป็ดมามีนเนี่ยได้เกี่ยดังเรื่องในปีเป็ดที่แบบปรับท้ายกมันยกได้แต่กอลซับนึงเนื้อเตะให้ยกนึงได้เนื้อเป็ดก็ทำมีนเหมือนเนื้อสไลด์ดาวหาเป็ดเอาช่วยสำราโกนเอาแต่หาเกเอาช่วยประกาศโกนคนไหนเด็กน้องเป็ดเกลินเอาปัทยากาปีเนี่ยบานชูบเรื่องหนึ่งทำมีนสไตรโปทมาหาก็เอาแต่การโกนมันเนี่ยเตี้ยลือสำเร็จชื่อพวกการโกดาวโจแต่เมื่อเกือบมีไอตับออกเกือบมีไอตับออกมันยอดอัดมีไอตับออกเราไปจังโลกอาจารย์โลกก็ดังเรื่องนั่งตับออกรู้โลกก็เธอเกิดสกัดเป็นเรื่องนึงอยู่โลกก็สมโตแต่กันโกซาซอกโลกเตยแต่เธอจังบาอัดจังเต้ขโมยนังโลงหายวิญญาณเนี่ยบานจับจีได้โลกก็เฟื่อพิธีกัดในขนมกากรุบควบเอากรุบผมเปิดไงเติบบังสโกวิญญาณนั่งเอาแต่จับจีบามันจังเต้กุนโลงโยมก็โลกอาจารย์บานเรียบจำกัดมวยหนึ่งเลยในไปได้เรียบจำกัดมวยหนึ่งรู้เต้ก็โดยเนอไปได้โลกอาจารย์บานนี่ใหญ่จังคือเป็นเรื่องนึงอัดบานลงเป็นแบบโดยทาเกบานเตอตีทานแต่เกเตอร์บางกรมบานอาจารย์นึงเรียบกัดจะขโมยยังลงออสเตรลงออสเตรนึงกรมบานอาจารย์นึงกดช่วยจังสักเรื่องบ่อยเยี่ยมเบียนแต่ปันนึงเต้อัดวิอัดเวงไปเต้ในตอนนี้มาทำไอ้กลุ่มนี้ไอ้สลับบ้านจังเรื่องนี้ยมอะไรกับมันเอาบอลโอนเนี่ยกดปูทมกดสลับเต้ปูอัดโดยทางไอ้ปากปอของบอกว่าให้เรื่องนี้ก่อนมันเอาตีมจับเติมปันในไอ้บรรยมใหญ่ตัวขบขาดไกลนะสมคัญแต่ให้ตัวบอลโอนตอนนี้นะวิก่อนจะชี้สักเรื่องแต่กลุ่มนี้สลับกลุ่มซานตั้งในตอนนี้ปัดมีนจุกเหลือกับบ้าก่อนจะสลับกลุ่มซานไปเรื่อยๆนะนั่นไงให้จะจองก็ได้ก็สมออกคนตะกันในตอนนี้ได้บ้างโจสลับเอาคนยัดจุกนี้ในวิตาโอกรับ